Ok, xin đây ông con nghe bà lời đấy nhom nơi hai công ty mình chơi và lời đấy họ có con tại sân khai thì mình chơi hay họ tặng ở đấy chia tâm cả hôm ông con khơi nha bạn và dù bên te hay là hay ní chỉ tâm cả hôm máu đó bên teកំពុងតែចុញខ្លាំងបាទហើយនៅខាងពីជ័យហ្នឹងបាទហើយនេះគឺជាខ្ទឹមបារាំងបាទខ្ទឹមបារាំងហ្នឹងក៏សល់ច្រើនដែរអញ្ចឹងនេះគឺជាកសិផលដែលដាំដោយប្រជាជនខ្មែរ 100% ហើយស្ថិតនៅខេត្តបន្ទាយមានជ័យបាទអញ្ចឹងសូមបងប្អូនជួយគ្រប់គ្រងនេះគាត់ផងឥឡូវដោយសារតែកំពុងតែចុញហើយនេះខ្ញុំនៅផ្ទះហើយណាហើយព្រឹកខ្ញុំចង់ថតតាមចកាបាទនៅតាមចកាក៏ច្រើនដែរហើយគាត់កំពុងតែព្រួយបារម្ភពាក់ព័ន្ធនឹងបញ្ហាទឹកភ្លៀងបាទគាត់ខ្លាចភ្លៀងមកគឺធ្វើឲ្យខូចអាខ្ទឹមប្រាំងនៅចកាអញ្ចឹងណាភាសាខ្ទឹមប្រាំងនេះគឺគាត់ដាំមុនអញ្ចឹងគាត់អាចដកបានមុនយកមកសម្ងួតនៅផ្ទះតែដល់ពេលកសិករផ្សេងៗទៀតដែលមានខ្ទឹមប្រាំងនៅចកាគឺគាត់កំពុងតែព្រួយបារម្ភបាទហើយខ្ទឹមក្រហមក៏ច្រើនដែរបងប្អូនបាទហើយយើងគ្រប់គ្រងទាំងអស់គ្នាទៅតងទៅលើកសិផលដែលដាំដុះដោយកសិករខ្មែរដើម្បីជួយជំរុញលើកទឹកចិត្តគាត់បាទក្នុងការដែលគាត់ដាំបន្តទៅទៀតបាទហើយថ្ងៃនេះខាងក្រុមហ៊ុនឡាឡាយើងហ្នឹងក៏បានចុះមកទិញដែរបាទយើងអាចយកបានក្នុងកម្រិតល្មមទេជាក់ស្ដែងគឺថ្ងៃនេះគឺយើងយកខ្ទឹមក្រហម4តោនសិនហើយនឹងខ្ទឹមបារាំងយើងយកដូចជាមួយតោនបាទតែយើងយកហើយយើងអស់យើងទិញទៀតទេណាហ្នឹងហើយអញ្ចឹងយើងយកប៉ុណ្ណឹងក៏នៅតែច្រើនដែរនេះខ្ញុំថតតែកសិករតាមផ្ទះទេអញ្ចឹងខ្ញុំជួយយកកសិករខាងនេះ1តោនបាទខាងនោះ1តោនហើយខ្ទឹមប្រាំងដូចគ្នាអញ្ចឹងជួយយកម្នាក់300គីឡូ400គីឡូឬក៏200គីឡូអីចឹងណាតាមកសិករបាទហើយយើងឃើញថាសល់ច្រើនមែនតើបាទហើយខ្ទឹមក្រហមបាទអញ្ចឹងបងប្អូនដែលចង់បានខ្ទឹមខ្មែរគួរតែទិញទៅព្រោះខ្ទឹមអស់នេះយើងអាចទុកបានយូរបាទនេះជាកោមអញ្ចឹងយើងអាចចងបើយូរទុកបានមួយឆ្នាំក៏អត់អីដែរអញ្ចឹងណាអញ្ចឹងតនខ្ទឹមខ្មែរយើងមានបងប្អូនតែញ៉ាំហើយទៅហើយជាប្រភេទខ្ទឹមសវត្ថភាពទៀតបាទអញ្ចឹងបើសិនជានេះបងប្អូនអាចទិញទុកញ៉ាំទៅបាទអាចទិញទុក3-4គីឡូទៅអានោះយើងធានាថាយើងញ៉ាំបានរបស់ខ្មែរអញ្ចឹងណាយើងមិនញ៉ាំរបស់នាំចូលបាទព្រោះដូចខ្ញុំនិយាយអញ្ចឹងសម្រាប់ខ្ទឹមក្រហមអីគឺយើងទុកបានយូរទេមួយឆ្នាំអីក៏អត់ខូចដែរខ្ទឹមក្រហមហ្នឹងណាហ្នឹងហើយអញ្ចឹងយើងចងវយូអញ្ចឹងទៅឬក៏នៅផ្ទះយើងដាក់ទៅចងវយូអញ្ចឹងកុំឲ្យទៅប៉ះទឹកទៅគឺអត់ខូចទៅខ្ទឹមក្រហមហ្នឹងបាទអូខេហើយឃើញគឺខ្វាកមែនតើបាទហើយបងប្អូនភាគច្រើនច្រឡំថាខ្ទឹមបារាំងនៅខ្មែរយើងដាំអត់បានកុំច្រឡំបាទហើយពូជនេះគឺពូជដែលខាងខ្ញុំបានយកឲ្យគាត់ដាំបាទពូជមកពីកាលីហ្វ័រញ៉ាពីអាមេរិកបាទធំបាទអញ្ចឹងហ្នឹងហើយសង្ឃឹមថាបងប្អូនជួយគ្រប់គ្រងគាត់បាទទាំងអស់គ្នាហើយជំហានបន្ទាប់ឡាក៏នឹងឈោងទៅដល់ផ្លូវមួយទៀតក្នុងការរៀបចំក្នុងការនាំចេញដូចគ្នាផងដែរបាទតែនៅពេលបច្ចុប្បន្នគឺយើងអត់ទាន់បានត្រៀមខ្លួនរួចរាល់ទេក្នុងការនាំចេញដោយសារតែយើងមានអត់ទាន់ទៀងទាត់បាទការដាំដុះដោយសារតែឥឡូវគឺយើងដាំបានតែមួយរដូវបាទអញ្ចឹងខ្ទឹមបារាំងដូចគ្នាអញ្ចឹងបងប្អូនទិញទុកទៅបាទដោយសារតែរបស់ខ្មែរយើងគឺហ្នឹងហើយរបស់ខ្មែរយើងគឺយើងដាំបានតែក្នុងកំឡុងខែហ្នឹងទេហើយដល់ខែក្រោយទៀតគឺយើងចាប់ដាំលេខបានហើយអញ្ចឹងគឺខ្ទឹមប្រាំងនេះគឺតែសម្រាប់ឡាឡាទិញទុកស្តុកបាទយើងយកទៅស្តុកសម្ងួតហើយហ្នឹងហើយសម្ងួតទុកអញ្ចឹងគឺយើងអាចលក់បានច្រើនបាទតែក៏ចង់ឲ្យបងប្អូនជួយជំរុញការទិញបាទឲ្យផលដើម្បីកសិករយើងបាទអូខេនេះខ្ញុំកាំងងារឡាអូខេខ្ញុំអត់មានអីច្រើនទេគ្រាន់តែចង់បង្ហាញខ្ទឹមក្រហមបងប្អូនទេណាច្រើនបាទច្រើនល្អមែនតើបាទឃើញបងប្អូនឃើញច្រើនបាទអញ្ចឹងកុំភ្លេចជួយគ្រប់គ្រងអ្នកនេះឲ្យឡាធ្វើការប្រម៉ូសិនសម្រាប់ខ្ទឹមបារាំងដូចជា10គីឡូ45,000ទេបាទអញ្ចឹងតម្លៃហ្នឹងគឺសមរម្យបងប្អូនអាចយកតែភាសាបានបាទហើយជាផលិតផលរបស់ខ្មែរហើយសុវត្ថិភាពទៀតបាទ